យកពេលវេលាដាក់លើក្រែគឺសម្រេចបាននៅទុកមុនយកពេលវេលាដាក់លើសៀវភៅគឺសម្រេចបាននៅបញ្ញាយកពេលវេលាដាក់លើភាពឧស្សាហ៍គឺសម្រេចបាននៅទ្រព្យសម្បត្តិយកពេលវេលាដាក់លើលំហាត់ប្រាណគឺសម្រេចបាននៅសុខភាពយកពេលវេលាដាក់លើទីផ្សារគឺសម្រេចបាននៅអាជីវកម្មយកពេលវេលាដាក់លើគ្រួសារគឺសម្រេចបាននៅសេចក្តីស្រឡាញ់ពេលវេលាប្រើនៅទីណាទទួលផលនៅទីនោះយកចិត្តទុកដាក់នៅកន្លែងណាទេសភាពគឺនៅកន្លែងនោះស្ដាប់យល់នៅ6ចំណុចខាងក្រោមនេះអាចដាស់ខ្លួនឯងឲ្យភ្ញាក់ខ្លួននោះអ្នកនឹងឈ្នះហើយទី1ប្រើពេល3ឆ្នាំរៀននិយាយប្រើពេល1ជីវិតរៀនបិទមាត់អ្នកនិយាយត្រូវមួយម៉ាត់គ្មានអ្នកណាអបអរសាទរឡើយតែពេលដែលអ្នកនិយាយខុសមួយម៉ាត់វិញនោះនឹងទទួលការវាយប្រហារមិនចេះឈប់មិនចេះឈរគ្រោះអាសន្នចេញពីមាត់ត្រូវប្រយ័ត្នពាក្យសម្ដីនិងទង្វើរបស់អ្នកទី2ឆាកជីវិតដែលពឹងផ្អែកលើខ្លួនឯងមិនចេះចាញ់កុំទៅជឿថាអាងខ្នងបង្អែកអ្វីទាំងអស់នោះតាមពិតខ្លួនឯងគឺជាខ្នងបង្អែកនៅក្នុងសង្គមដែលស្រាដូរស្រាបារីដូរបារីតើមានអ្វីជាខ្នងបង្អែកទៀតនោះបើនិយាយឲ្យខ្លីទៅគឺថាជ្រកដំបូលអ្នកដទៃធំប៉ុណ្ណាក៏មិនល្អដូចជ្រកឆាត់របស់ខ្លួនឯងដែរប្រសិនបើអ្នកពឹងផ្អែកលើអ្នកដទៃអ្នកនឹងត្រូវគ្រប់គ្រងដោយអ្នកដទៃកូនស្មៅពឹងផ្អែកលើដើមឈើធំដោយយល់ថាដើមឈើធំគឺជាជំរកការពារវាពីព្យុះភ្លៀងតែបែរជាមិនអើពើនៅចំណុចសំខាន់មួយគឺដើមឈើធំអាចធ្វើឲ្យវាមិនអាចឃើញពន្លឺថ្ងៃពេលណាក៏បានដូច្នេះហើយជីវិតគឺពឹងផ្អែកលើខ្លួនឯងទើបមិនចេះចាញ់ទី3កុំងាយនឹងបញ្ឆេះកំហឹងរបស់អ្នកកុំឲ្យតែខឹងទាត់នេះទាត់នោះអ្នកដែលឈឺគឺជើងអ្នកខ្លាំងស្ងប់ស្ងាត់ដូចទឹកអ្នកខ្សោយឆាប់ខឹងដូចខ្លាមនុស្សដែលអស្ចារ្យពិតប្រាកដគឺគេបានកាត់ផ្ដាច់អារម្មណ៍ខ្លួនឯងអស់យូរមកហើយដូច្នេះហើយគេធ្វើកិច្ចការបានរលូនល្អណាស់ពេលខឹងអ្នកដែលត្រូវធ្វើបាបមុនគេគឺខ្លួនឯងអ្នកដែលត្រូវធ្វើបាបបន្ទាប់គឺអ្នកដទៃហើយក៏មានរឿងខ្លះតាមពិតអាចនឹងទទួលបានជោគជ័យបែរជាត្រូវបានបំផ្លាញតែម្ដងទី4រៀបចំផែនការឲ្យបានល្អបំផុតត្រៀមមុនទប់ទល់ហានិភ័យឲ្យល្អបំផុតកិច្ចការនៅលើមនុស្សលទ្ធផលនៅលើព្រះនៅលើលោកនេះអ្វីដែលមិនអាចផ្លាស់ប្ដូរបានគឺការផ្លាស់ប្ដូរមានការផ្លាស់ប្ដូរខ្លះមិនមែនកម្លាំងមនុស្សអាចគ្រប់គ្រងបានទេរឿងគ្រប់យ៉ាងសុទ្ធតែមិនអាចមានលទ្ធភាព 100% នោះទេពេលធ្វើផែនការទុកមុនដើម្បីទប់ទល់នឹងបរាជ័យដែលនឹងកើតមានឡើងដោយចៃដន្យអាចជួយឲ្យអ្នករក្សាចិត្តឲ្យស្ងប់បានមិនអាចដោយសារតែការភ័យខ្លាចធ្វើឲ្យរឿងកាន់តែវឹកវរឡើងបន្ទាប់ពីអ្នកព្យាយាមអស់ពីសមត្ថភាពហើយនោះសូមឲ្យវាកើតឡើងទៅតាមវាសនាចុះទី5តស៊ូក្នុងការសិក្សាបង្កើនការយល់ដឹងនិងពង្រីកការគិតគ្មានមនុស្សណារកលុយបានដោយគ្មានចំណេះដឹងនោះទេមនុស្សម្នាក់មានចំណេះដឹងបែបណាព្រះប្រកបជាផ្ដល់ឲ្យគាត់នៅជីវិតបែបនោះចង់ឲ្យជីវិតខ្លួនឯងប្រែក្លាយរឹតតែល្អមានមធ្យោបាយតែមួយគត់គឺត្រូវឆ្លងកាត់នូវការលើកកម្ពស់ចំណេះដឹងរបស់ខ្លួនឯងទើបធ្វើឲ្យខ្លួនឯងរឹតតែអស្ចារ្យទី6អត់ទ្រាំនឹងអ្វីដែលអ្នកដទៃមិនអាចអត់ទ្រាំបានការអត់ធ្មត់គឺជាប្រាជ្ញានិងការតស៊ូកម្រិតខ្ពស់នៃឆាកជីវិតមនុស្សការអត់ធ្មត់គឺពិបាកណាស់តែបើសិនជាមិនអត់ធ្មត់ទេយើងអាចខាតបង់នៅតម្លៃត្រូវបង់ដ៏ធំការអត់ធ្មត់គឺមិនមែនជាសម្បទានដែលគ្មានដែនកំណត់នោះទេហើយក៏មិនមែនជាភាពទន់ខ្សោយគ្មានសមត្ថភាពនោះដែរគឺដោយសារតែយើងចង់ទទួលបាននៅលទ្ធផលដែលយើងចង់បានរងចាំនៅឱកាសមួយដ៏ស័ក្តិសមតែប៉ុណ្ណោះទ្រាំមិនបាននឹងរឿងតូចនាំឲ្យខូចដល់រឿងធំអត់ទ្រាំនឹងអ្វីដែលអ្នកដទៃមិនអាចអត់ទ្រាំបាននិងទទួលបានជោគជ័យដែលអ្នកដទៃមិនអាចទទួលបានពេលវេលាមិនអាចត្រឡប់ក្រោយជីវិតគ្មានទេបើសិនជាត្រូវចេះថែរក្សាពេលវេលាបច្ចុប្បន្ន10ឆ្នាំក្រោយទៀតគឺមិនក្តៅដូចអាយុ30ឆ្នាំជាងទៀតទេរបស់ដែលបាត់បង់ហើ
វាមិនអាចត្រឡប់មកវិញរបស់ដែលត្រឡប់មកវិញវាមិនអាចល្អដូចដើមអ្វីដែលនឹងចាក់ចេញមិនអាចសូម្បីតែនិយាយថាសោកស្ដាយត្រូវចេះស្រឡាញ់ថែរក្សាអ្វីទាំងអស់ដែលមានក្នុងពេលបច្ចុប្បន្នអ្នកមានមិនប្រកាសថាសុទ្ធតែមានក្តីសុខអ្នកក្រក៏មិនប្រកាសថាសុទ្ធតែគ្មានក្តីសុខដែរប្តីខិតខំប្រឹងប្រែងធ្វើការរកស៊ីរាល់ថ្ងៃបែរជាភរិយាមិនសប្បាយចិត្តភរិយាខិតខំទុកដាក់ថែទាំគ្រួសារបែរជាស្វាមីថានៅផ្ទះគ្មានធ្វើការងារប្តីប្រពន្ធនិយាយមិនស្ដាប់គ្នាបែរជាទៅស្ដាប់អ្នកដទៃទៅវិញប្តីទាមទារការយល់ចិត្តពីប្រពន្ធទាមទារការយកចិត្តទុកដាក់ពីប្តីក្នុងគ្រួសារតែងតែមានរឿងរ៉ាវជាច្រើនដែលអ្នកក្រៅមិនអាចយល់បានដោយពាក្យចាស់ថាចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះចានក្នុងរាវកុំប៉ះទង្គិចគ្នាតើអ្វីទៅដែលហៅថាស្ថានភាពល្អរបស់ស្វាមីនិងភរិយាទី1ប្តីប្រពន្ធហាក់ដូចជាស្បែកជើងមួយគូអញ្ចឹងត្រូវរៀបចំជាគូទៅបានខ្វះមួយពិបាកដើរលើសមួយចំពុកជើងស្បែកជើងស័ក្តិសមឬមិនស័ក្តិសមមានតែជើងទេទើបដឹងមនុស្សស័ក្តិសមឬមិនស័ក្តិសមនោះមានតែចិត្តទេដែលដឹងគ្មានមនុស្សពីរនាក់ត្រូវគ្នាដោយធម្មជាតិនោះទេមានតែបេះដូងពីរទេដែលប៉ះគ្នាទៅវិញទៅមកស្នេហាមិនមែនមិនចេះប្រឆាំងគ្នាមួយជីវិតនោះទេប៉ុន្តែដឹងច្បាស់ថាមានការខ្វែងគំនិតគ្នាហើយនៅខិតខំប្រឹងប្រែងទាំងលំបាកដើម្បីធ្វើឲ្យប្រសើរឡើងវិញរក្សាភ្នែកសម្លឹងនៅទីខ្ពស់មិនល្អដោយការផ្លាស់ប្ដូរជ្រុងមកមើលពីគុណសម្បត្តិរបស់ដៃគូឲ្យបានច្រើននោះទេទំនាក់ទំនងល្អបំផុតរបស់ប្តីប្រពន្ធនោះគឺទោះឈឺប៉ុណ្ណាក៏មិនខឹងទោះលំបាកប៉ុណ្ណាក៏មិនត្អូញត្អែទោះខឹងក៏មិនបដូរមុខឆ្លោះប្រកែកមិនប្រកាន់ខឹងកំហឹងរបស់បងអូនដឹងយ៉ាងច្បាស់គុណវិបត្តិរបស់អូនបងសុខចិត្តអត់ធ្មត់រឿងធំយើងពិគ្រោះគ្នារឿងតូចយើងអធិស្ឋានឲ្យគ្នាទៅវិញទៅមកនេះទើបជាស្ថានភាពល្អបំផុតរបស់ស្វាមីនិងភរិយាទី2ទ្វារ2សម្រាប់គូស្នេហ៍វ័យកណ្ដាលម្ខាងឆ្វេងម្ខាងស្ដាំការពារគ្រួសារនេះទាំងអស់គ្នាមនុស្សពីរនាក់នៅជាមួយគ្នាមិនមែនថាខ្យល់ខាងកើតមានឥទ្ធិពលលើខ្យល់ខាងលិចទេហើយក៏មិនមែនខ្យល់ខាងលិចមានឥទ្ធិពលជាងខ្យល់ខាងកើតនោះដែរជីវិតរស់នៅប្រចាំថ្ងៃរស់នៅដោយសន្សំសំចៃដើម្បីចិញ្ចឹមកូនមិនអាចរស់នៅដោយគ្មានអ្នកណាម្នាក់បានឡើយតាមពិតការធ្វើឲ្យគ្រួសារមួយបានល្អគឺវាមិនស្រួលទេរវាងប្តីនិងប្រពន្ធអ្នកណាក៏និយាយមិនចេញនៅភាពជូរចត់និងទុកព្រួយដែរគ្មានអ្នកណារស់បានធូរស្រាលជាងអ្នកណាឡើយប្តីរកលុយមកចិញ្ចឹមគ្រួសារដោយឆន្ទៈប្រពន្ធធ្វើការផ្ទះដោយការប្រឹងប្រែងដូរគ្នាត្រឡប់វិញក៏ដូចតែគ្នាហូបបាយរួមតុតែមួយដេករួមគ្រែតែមួយចិត្តគិតទៅរកទីកន្លែងតែមួយប្រើកម្លាំងទៅកន្លែងតែមួយប្តីស្រឡាញ់ថ្នាក់ថ្នមប្រពន្ធយល់ពីចិត្តប្តីដើរជាមួយគ្នាឆ្លងកាត់ឧបសគ្គដំណើរជីវិតឡើងចុះមិនបោះបង់គ្នាមានតែបន្ទាប់ពីការរស់រានមានជីវិតពីវ័យកណ្ដាលនៃជីវិតឡើងចុះប៉ុណ្ណោះទើបចេះដឹងនៅអ្វីដែលហៅថាជាទំនួលខុសត្រូវពេញមួយជីវិតអាចមានមនុស្សដែលស្រឡាញ់អ្នកបែបនេះស្រឡាញ់ថ្នាក់ថ្នមអ្នកខ្វល់ខ្វាយពីអ្នកនេះហើយគឺជាសុភមង្គលទី3ដៃប្តីប្រពន្ធវ័យចំណាស់មួយគូដូចជាដៃឆ្វេងប៉ះដៃស្ដាំប៉ុន្តែឲ្យតែដៃឆ្វេងហូរឈាមដៃស្ដាំប្រកបជាទៅចាប់ដៃឆ្វេងប្តីប្រពន្ធវ័យចំណាស់ក៏ដូចជាចឹងពេលវេលាយូរអាចបង្ហាញភាពខ្លាំងប៉ុន្តែមិនអាចចាកចេញទេរស់នៅជាមួយគ្នាអាចមានការឆ្លោះប្រកែកតែមិនចែកផ្លូវគ្នាទេស្រឡាញ់មួយផ្លែតឆ្លោះប្រកែកកន្លះជាតិដល់ចាស់គឺមួយជាតិប្រពន្ធមិនចាំបាច់ស្អាតពេកមនុស្សស្រីទោះជាស្អាតប៉ុណ្ណាក៏គង់មានថ្ងៃចាស់ស្វាមីមិនចាំបាច់ដល់តែមានលុយឲ្យតែអាហារនិងសម្លៀកបំពាក់មិនខ្វះគ្រប់ចាយទៅបានហើយពាក្យមួយម៉ាត់ហៅថាប្រពន្ធគឺស្រួលណាស់ប៉ុន្តែពាក្យមួយម៉ាត់ហៅថាយាយចាស់បែរជាពិបាកពាក្យមួយម៉ាត់ហៅថាប្តីវាងាយណាស់ពាក្យមួយម៉ាត់ហៅថាតាកញ្ចាស់បែរជាត្រូវការមួយជីវិតប្តីប្រពន្ធជាតិនេះគឺជានិស្ស័យនៃជាតិមុនអាចដើរផ្លូវជាមួយគ្នាបានពិតជាមិនងាយស្រួលឡើយសូមស្រឡាញ់ថែរក្សាវាឲ្យបានល្អកុំឲ្យបាត់បង់នៅមនុស្សម្នាក់ដែលស្រឡាញ់អ្នកស្មើជីវិត